នេះគឺជារថយន្ត Porsche 718 Boxer S បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅចិត្តខ្ញុំគឺជារថយន្ត Sport Car មួយរបស់ Porsche បាទដែលមានរូបរាងតូចច្រឡឹងហ្មងបាទដែលបំពាក់ជាមួយនឹងម៉ាស៊ីនទំហំ 2.5 លីត្រ Turbo Charge Flat 4 បាទដែលអាចផលិតកម្លាំងសេះបាន345 horsepower គឺមកល្មមបងប្អូនមិនស្ទុះខ្លាំងពេកទេបាទដោយសារតែជា Sport Car អញ្ចឹងល្បឿនប៉ុណ្ណឹងគឺល្មមហ្មងហើយសម្រាប់បងប្អូនដែលចូលចិត្តលក្ខណៈថា chill បើកកំសាន្តទៅខេត្តជាពិសេសទៅតំបន់សមុទ្រឬក៏ភ្នំអីគឺឡាននេះគឺពិសេសហ្មងដោយសារតែជាប្រភេទបើកដបូលបាទដបូលកណាត់អញ្ចឹងបងប្អូនសម័យមើលបើសិនជាយើងកំពុងជិះជាមួយនឹងមនុស្សជាទីស្រឡាញ់បាទហើយយើងមើលទេសភាពស្អាតបាទ relax ហ្មងស្ដាប់សំឡេងសមុទ្រផងសំឡេងឡានងុំទៀតអូហើយចាប់យំតាមព្រៃភ្នំមើលសម័យគឺអែមហ្មងបាទអញ្ចឹងចាស់រថយន្តមិនដឹងគាត់ enjoy ប៉ុណ្ណាទេបាទអញ្ចឹងស្អាតមែនតើបាទពណ៌ខាងក្រៅនេះគឺពណ៌ខៀវបាទលាយជាមួយ metallic អញ្ចឹងនេះពណ៌ដើមតិចទៀតរថយន្តនេះទៅជាពណ៌ matte វិញទៅជាស្អាតវិញដោយសារភ្ញៀវគាត់រើសយក level 2 matte បាទអញ្ចឹងវីដេអូក្រោយយើងនឹងបង្ហាញអំពីការបិទអញ្ចឹងឥឡូវយើងមកមើលខាងក្រោយវិញអញ្ចឹងខាងក្រោយនេះគឺមានទួលខ្ពស់មួយភ្ជាប់មកជាមួយនឹង spoiler បាសឡើងលើអញ្ចេះស៊ីម៉ាំងលឿនជាងក្រៅមកគូទៀតធ្វើឲ្យខាងក្រោយនេះកាចខ្លាំងហ្មងហើយមើលទៅហាប់ម៉ែនហ្មងបាទគឺស្អាតបាទស្អាត718នេះបាទអញ្ចឹងសម្រាប់ទំហំកង់វិញគឺទំហំកង់20បាទភ្ជាប់មកជាមួយនឹងយ៉ាន់កង់ពណ៌ទឹកមាសបាទមួយយ៉ាងបាទស៊ីជាមួយនឹងទឹកប៊ិចហ្មងហើយខាងក្នុងវិញខ្ញុំមើលឃើញថាពណ៌ cherry សុទ្ធតែម្ដងបាទហើយលេងជាមួយនឹងកាបូនខាងក្នុងខ្លះដែរ highlight បាទអញ្ចឹងសម្រាប់តួនេះគឺបិទជាមួយ level 2 matte ហើយកញ្ចក់វិញគឺបិទជាមួយនឹង ceramic plus បាទដែលបងប្អូនអាចទុកចិត្តបានតែមានការធានាច្បាស់លាស់ពី American Seal តែម្ដងអូខេអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញលទ្ធផលនៃការបិទក៏ដូចជា process តែម្ដងបាទសូមអរគុណ